នេះគឺជាជ័រគោបងប្អូនច្រើនណាស់បាទមានបងប្អូននឹងត្រូវការជ័រគោអត់បងហើយនៅកន្លែងហ្នឹងគឺមានផ្សិតទៀតនេះផ្សិតហ្នឹងគឺមិនដឹងថាគេហូបកើតអត់ទេបងប្អូននេះផ្សិតច្រើនណានេះគឺតាពាំងបាជូប្រេស៊ីលបាទតែចេកបាក់កឯងប្រហែលទុំផងដីនេះវាមិនសូវល្អហ្មងបងប្អូនអើយក្នុងតំណាំវាមិនសូវធំចេកបងស្វាយទុំហ្នឹងស្វាយកៅចិនបាទនេះគឺក្រូចជាបាំងបងប្អូនក្រូចជាបាំងវាមិនទាន់ងាប់ទេគ្រាន់វាជ្រុះស្លឹកអស់ប្រភេទក្រូចនេះគឺខុសពីដំណាំផ្សេងក្រូចសុខចិត្តជំរុះស្លឹកចោលអស់ដើម្បីរស់សិនបានវាបង្កើតស្លឹកក្រោយណាអញ្ចឹងថាប្រយោជន៍របស់ក្រូចយើងអាចយកមកធ្វើការប្រៀបធៀបបានជាមួយនឹងជីវិតប្រចាំថ្ងៃយើងបានធ្វើជាមនុស្សដើមក្រូចក៏ល្អមួយយ៉ាងដែរណានេះគឺផ្លែក្រូចជាបាំងបងប្អូននេះហើយនេះគឺកូនស្អំយើងកាត់មែកយកដាក់ផ្សារ